ជួយផាបងនៅទៅរកវាទៀតទេហើយបងនៅតែជំនះសម្ដីរបស់ខ្ញុំទៀតមែនទេពិតមែនហើយបងគិតថាខ្ញុំមិនអាចផ្គប់ចិត្តបងបានឬមួយក៏យ៉ាងម៉េចបងពីងបើសិនជាបងជ្រើសរើសយកអូនតើបងរបស់បងអូនឬក៏គេនោះថ្ងៃក្រោយចាំនិយាយគ្នាទៀតដល់ឯងចង់លេងល្បីស្អីទៅយើងមិនជឿថាឯងខ្លាំងជាងយើងនោះទេយើងរកឯងឃើញហើយត្រង់ទៅទឿឲ្យសានចំកណ្ដាលស្មោះត្រង់យុត្តិធម៌តុលាការក្រុមប្រឹក្សាច្បាប់ម្នាក់នេះដូចជាធ្លាប់ស្គាល់លោកចេនមិនចាំបាច់ភ្ញាក់ផ្អើលទេខ្ញុំរងចាំលោកនឹងហើយណា
តើលោកមានចង់ដឹងថាមូលហេតុអីបានជាខ្ញុំចង់ជួបលោកទេហេតុអីទៅខ្ញុំមានអារម្មណ៍ល្អមិនបានជាលោកមិនសួរខ្ញុំថាហេតុអីបានជាមនុស្សម្នាក់នោះស្រាប់តែបាត់ខ្លួនយ៉ាងនេះទៅវិញតាមមើលប្រហែលជាដូចគេនិយាយតគ្នាចឹងគេនិយាយថាវាត្រូវរបួសខ្លាំងពេកទើបវាលាក់ខ្លួនបែបនេះហើយគេថែមទាំងនិយាយទៀតថានេះគឺមកពីគេធុញទ្រាន់នៅមុខរបស់គេតែខ្ញុំមិនដឹងថាមានណាជឿពីជាចាំអារម្មណ៍ទាំងនេះទេមិនក៏មិនស្មានខ្លួនឯងទៅមើលខ្ញុំមិនដឹងទេលោកនិយាយទៅ Holiday មនុស្សចាស់គឺតែងតែឈប់សម្រាកអញ្ចឹងហើយប៉ុន្មានណាអាឡូអូសុំចាំមួយផ្លែតណែសង្សាររបស់ឯងចង់ជួបខ្ញុំដឹងហើយអាឡូបងប្រាប់ឲ្យថាលើក្រោយចាំនិយាយគ្នាហើយđâyបានជាចិត្តទៅទូរស័ព្ទមកអត់ប្រយោជន៍យ៉ាងនេះពេលចប់កិច្ចការបងនឹងទូរស័ព្ទទៅដល់នឹងចឹងឆ្លោះជាមួយសង្សារតាមស្ដាប់សម្ដីរបស់ឯងសង្សាររបស់ឯងប្រកាសជាស្អាតណាស់មើលទៅនៅហុងកុងកម្ររកបានសង្សារស្អាតណាស់ទូរស័ព្ទនេះបញ្ជូនច្បាស់ទូរស័ព្ទនេះខ្ញុំមិនចូលចិត្តប្រើទេពីព្រោះថាមួយខែចំណាយលុយអស់ច្រើនណាស់ហើយលើនេះស្រួលជាងគេបំផុតគឺប្រើ phone link ពីព្រោះតា phone link ចំណាយលុយតិចហើយងាយស្រួលតាក់ទងគ្នាទៀតវាដូចជាលបងតាមម្នាក់នោះគេនិយាយច្រើនដូចជាលបងដែរទេគង់តែដឹងទេខ្ញុំមិនទាន់ណែនាំខ្លួនឯងនៅឡើយទេគេហៅខ្ញុំថាលពូវៃខ្ញុំធ្វើការជាមួយគាត់យូរឆ្នាំមកហើយពួកយើងមិនដែលមានបរាជ័យម្ដងណាទេណាខ្ញុំគ្រាន់តែចង់ជួបគាត់តែប៉ុណ្ណោះអ្នកដទៃខ្ញុំមិនរវល់ទេណែតើយើងដល់ពេលណាទេកុំបង្ខំពេកចិត្តដល់ហើយឯងដឹងពីច្បាប់ទម្លាប់នៅទីនេះទេគឺឯងត្រូវតែប្រឈមមុខនឹងលទ្ធផលដោយខ្លួនឯងខ្ញុំដឹងខ្ញុំត្រៀមខ្លួនហើយតាឯងចង់និយាយជាមួយនឹងគាត់ទេខ្ញុំចង់និយាយជាមួយគាត់ដោយផ្ទាល់ព្រោះខ្ញុំពិបាកសម្រេចបំណងរបស់ខ្ញុំណាបើឯងពិបាកទៅហើយតើមានប្រជាជនធម្មតាណាអាចដោះស្រាយរឿងនេះបានទៅខ្ញុំយល់ថាបើគាត់លឺហើយគាត់ប្រកាសជាមិនសប្បាយចិត្តហើយបើគាត់មិនសប្បាយចិត្តគឺវាត្រូវតែចប់ក្រែងមកពីគាត់គ្មានលទ្ធភាពដោះស្រាយកិច្ចការនេះទៀតហ្នឹងអាចទៅជាអញ្ចឹងដែរក្រែងឲ្យចោលគាត់ហោះហើយទោះជាចោលឲ្យគាត់ហោះក៏គាត់មិនអាចហោះរួចដែរអ្នកកំឡោះយើងមកដល់ហើយគឺគាត់នោះគាត់មានទម្លាប់មួយគឺសម្រានមួយស្របក់ដើម្បីឲ្យគាត់យល់សពឃើញរឿងចាស់របស់គាត់ឡើងវិញឯងមានដឹងទេមនុស្សចាស់គឺតែងតែមានទម្លាប់អញ្ចឹងអតីតកាលគឺជាអ្វីគ្រប់បែបយ៉ាងទាំងអស់ក៏ប៉ុន្តែខ្ញុំចង់ឲ្យគាត់ធ្វើរឿងសំខាន់សិនអ្នកកំឡោះអង្គុយជជែកលេងជាមួយនឹងខ្ញុំសិនទៅណាហើយខ្ញុំមកពេញទៅបានហើយអង្គុយចុះសិនទៅអាពេញបាយឲ្យស្រួលទៅគាត់គឺជាបរិះនៅក្នុងរឿងនិទានយ៉ាងម៉េចដែរគាត់ចាស់ជាងខ្ញុំទៅទៀតណាទោះបីជាឯងពូកែយ៉ាងណាក៏ដោយក៏មិនអាចគេចផុតពីការកាត់ចាស់ឈឺស្លាប់ដែរវាជារឿងកំណត់របស់ធម្មជាតិធម្មតាទេបានន័យថាម៉េចនោះបើសិនជាឯងនិយាយដោយស្មោះត្រង់ខ្ញុំអាចទទួលសម្ដីរបស់ឯងបាននិយាយទៅខ្ញុំមិននិយាយបញ្ឆេះបញ្ជើងទេជីវិតមនុស្សហាក់ដូចជាលបែងចាញ់ឈ្នះយ៉ាងចឹងចាញ់ឬឈ្នះមិនអាចនិយាយថាជារឿងធម្មតានោះទេដូចជាពួកអ្នកលេងល្បែងនៅក្នុងកាស៊ីណូអញ្ចឹងឯងបានឃើញគេស្រាប់ហើយតើអ្នកឈ្នះទទួលបានអ្វីទាំងអស់ក៏ប៉ុន្តែអ្នកចាញ់វិញឯងមិនទាន់ស្លាប់ការចាញ់ឈ្នះក៏មិនទាន់ដឹងនៅឡើយដែរបើសិនជាឯងមានលុយហេតុអីបានជាឯងមិនទុកក្នុងហោប៉ៅឲ្យបានគង់វង្សទៅមិនបាច់ប្រាប់ខ្ញុំទេខ្ញុំដឹងថាគួរធ្វើយ៉ាងម៉េចហើយឯងនៅស្ទើរភ្លើងណាស់គួរតែស្ដាប់តាមការណែនាំរបស់ខ្ញុំខ្លះទៅអ្នកកំឡោះស្ដាប់ខ្ញុំណាទោះបីជាឯងជាអ្នកមានមហាសាលក៏ដោយក៏មិនត្រូវយកប្រាក់ទៅលេងល្បែងភ្នាល់អ្វីទាំងអស់សូម្បីតែមកកាម៉ាស៊ីនក៏មិនត្រូវឲ្យបាត់ដែរពីព្រោះបើសិនជាឯងលេងឯងប្រកាសជាចាញ់ទាំងអស់ដូចខ្ញុំនិយាយពីរឿងទូរស័ព្ទអញ្ចឹងប្រើច្រើនខាតច្រើនឯងត្រូវការខ្ញុំទូរស័ព្ទប្រាប់ទេមិនចាំបាច់ទេពេលនេះគ្មានអ្នកណាទូរស័ព្ទមកទៀតទេចាំត្រឡប់ទៅវិញចុះអញ្ចឹងតាមចិត្តឯងចុះអ្នកកំឡោះអាយុរបស់ឯងនៅក្មេងខ្ចីណាស់ឯងមិនទាន់យល់គ្រប់ជ្រុងជ្រោយនៅឡើយទេចាំពេលណាដែលឯងមានវ័យចំណាស់ដូចជារូបខ្ញុំនេះឯងប្រកាសជាលែងចង់ចាញ់ឈ្នះទៀតហើយទោះបីជាឯងឈ្នះក៏ឯងត្រូវលះបង់អស់ច្រើនដែរប៉ុន្មានហើយហើយកុំអាលខឹងខ្ញុំអី
បើខ្ញុំមិនតត់បារីរបស់ឯងទេឯងប្រកាសជាត្រូវលាបបារីចូលទាំងមូលទៅហើយមុខមាត់របស់ឯងប្រកាសជាទៅជាខ្មោចម្ដាយឯងលែងស្គាល់ទៅទៀតព្រោះគាត់ស្អប់ក្មេងណាស់ដែលជួបបារីចំពោះមុខគាត់ណាស់ព្រះនាងគង់ស៊ីអ៊ីមព្រះនាងជាទេពធីតាសប្បុរសសូមព្រះនាងជួយដល់ពួកយើងផងឲ្យពួកយើងជៀសផុតពីសង្គ្រាមជៀសផុតពីពួកចៅព្រៃចៅប្លន់ទាំងអស់នោះនឹងរស់ដោយសុខសន្តិភាពយើងនឹងរៀបចំពិធីសែនព្រេនដល់ព្រះនាងដើម្បីជាកិច្ចអំណរគុណហេតុនេះសូមព្រះនាងជួយបញ្ជៀសនៅមហន្តរាយនិងទុក្ខសោកទាំងពួងចេញឲ្យឆ្ងាយដោយសង្ឃឹមថាម្នាក់រស់ដោយសេចក្តីសុខក្សេមក្សាននិងសុភមង្គលសំខាន់ជាងនេះទៀតកុំឲ្យមានជំងឺដំកាត់ផ្សេងហើយឲ្យក្មេងប្រុសស្រីទាំងអស់នោះមានសុខភាពល្អខ្ញុំចង់ឲ្យគ្រួសារទាំងអស់នេះជួបតែភ័ព្វសំណាងល្អផ្ដល់នូវជីវិតក្សេមក្សាន្តដល់ពួកយើងឯអាឈុនក៏សូមឲ្យគេចងចាំឡើងវិញព្រោះថាបើវាត្រូវគេវាយវានឹងចាក់គេពី3កំបិតភ្លាមសង្ឃឹមថាក្មេងដែលមានវ័យប៉ុណ្នេះគេនឹងចេះគិតហើយក៏សូមឲ្យអាវ៉ៃនេះខ្លាយទៅជាក្បាលទំពេកឆាប់នេះដែរព្រោះកុំឲ្យវារត់ចោលស្រុកចោលភូមិដោយកាលពីមុនទៀតហើយនឹងកុំឲ្យនិយាយពីអាក្រក់ទៀតឯហើពោវិញមិនដែលលួចម្ហូបគេស៊ីទេទោះបីជាវាអត់ឃ្លានយ៉ាងណាក៏ដោយក៏វាសុខចិត្តទ្រាំដែរជាពិសេសសុំកុំឲ្យអាមាត់ធំនេះគិតតែពីរឿងស្រីញីទៀតកុំឲ្យគេធ្វើបាបស្រីនៅក្នុងភូមិទៀតបើវាចង់លេងសើចឲ្យវាទៅលេងនៅឯណាឆ្ងាយទៅរីឯមីចំក់នេះសូមឲ្យវាឆាប់ធំដើម្បីកុំឲ្យវាប្រឡែងជាមួយប្រុសទៀតព្រោះថាខ្លួនឯងជាស្រីមិនត្រូវធ្វើអ្វីផ្ដេសផ្ដាស់នោះទេយ៉ាងណាសូមព្រះនាងគង់ស៊ីអ៊ីមជួយដល់ពួកយើងរាល់គ្នាផងហើយទាំងអស់នេះជួយចាប់បកគលមកនិយាយភ្លាមសតតែគ្នាឯងតើមិនគេចាំបាច់ធ្វើអញ្ចឹងជ្រុលពេកហើយយកកំបិតមកលេសាអញ្ចឹងហ៎មិនគេចាំបាច់យកកំបិតភ្ជុំកគេឯស្មានតែធ្វើអញ្ចឹងសមណាស់ទៅបើមកទៅពោអ្នកណាលួចបាយរបស់យើងកាលពីថ្ងៃមុនឆាប់ឆ្លើយមកគឺយើងឲ្យនៅអាឈុនជាអ្នកស៊ីបានជាបន្ទោខ្ញុំគឺអាស៊ីជាអ្នកស៊ីទេណែក្រែងឯងថាមិននិយាយប្រាប់គេទេកាលពីថ្ងៃមុនឯងក៏លួចក្បាលជ្រូកគេដែរយើងមិនដែលនិយាយមួយម៉ាត់ទេណាអូការពិតគឺឯងទេអញ្ចឹងបានជាក្បាលជ្រូកយើងបាត់ណែមិនបានជាឯងស៊ីក្បាលជ្រូកទាំងអស់អញ្ចឹងមកពីអាហ្វៃវាមានបាយនេះគឺជារឿងរបស់យើងតើអ្នកណាកំពុងតែទៀមទានិយាយមកគឺឯងអញ្ចឹងល្អណាស់បាយ5ចានមាត់1ស្រាមក10ឆាប់សងយើងភ្លាមមកលឿនឡើងឯងស្មានតែឯងជាស្អីតាក្រោយកុំធ្វើហួសហេតុពេកពួកយើងជាគ្រួសារតែមួយតាឯងមើលអ្នកណាមក Hey, who's this guy? Gee, who the hell is this? I'm You ever seen this guy? Nó chuột lời nào mà đó nó chỉ miền phò này mưaអ្នកណាក្លាហានចេញទៅជួបជាមួយគេម្ដងសម្លៀកបំពាក់របស់គេខុសពីយើងម៉ែណៃមែនហើយសាច់ឈាមគេល្អស្អាតតំណងចេញពីតកូលអ្នកមានហើយតែហ៊ានរត់ចោលជួទេដឹងហីបើរត់ចោលជួហេតុអីបានជាដើរដូចជារាប់ស្មៅអញ្ចឹងណែមើលចោះកំបិតគេភ្លឺរលោងប្រហែលជាទុកកម្មអស់នៅក្រៅខ្នងរបស់គេមានសពាតប្រហែលជាអ្នករត់សម្បត្តិទីដឹងតែខ្ញុំថាគេគឺជាចៅព្រៃមិនកាយហ៊ានថាគេជាចៅព្រៃមិនកាយហ៊ានសន្និដ្ឋានគេចៅព្រៃដែរទេបងវាយបងធ្លាប់ឃើញចៅព្រៃបានជាសន្និដ្ឋានចឹងជួបប្រទេសគ្រប់បែបយ៉ាងមិនបានជាឯងល្ងងយ៉ាងនេះអូមិនអញ្ចឹងមែនលបងទៅសួរគេមើលមែនហើយលបងជាសិស្សបងរបស់គេទៅសួរទៅទៅចៅព្រៃទៅចៅសោះបានទៅសួរគេទៅទៅសួរគេមើលបានទៅសួរមកទៅយ៉ាងមិនដែរទៅមើលមិនសួរគេមើលសួរគេកុំជជែកគ្នាចឹងសួរគេឯងគឺជាអ្នកដំណើរមែនហើយមណ្ឌពនេះមានប្រាសាទពិសិដ្ឋ7ទេថៃក៏មិនមាននៅក្បែរនេះទេតែបើសិនជាចង់ដឹងតើតែមានលុយដើរផុតពីទីនេះសម្ដៅទៅមកសមុទ្រអូយមើលចាក់គេអរគុណ Hey, did he give him some message? What happened? What if he comes? Jesus, he doesn't speak to anybody, does he? អាបាយអើយមកដែរអាបាយយ៉ាងមិនចេះណែអាបាយមកនេះមកកូនមកជាផ្លូវណែបងហ្វាយបងហ្វាយបងហ្វាយខ្ញុំមកមើលណែបងហ្វាយប្រាប់ខ្ញុំមើលតាមមិនគេឲ្យអីបងណែមិញណែគេឲ្យអីទៅគេចោលខ្ញុំនាំផ្លូវគេហើយនេះបានជាគេឲ្យខ្ញុំហើយអញ្ចឹងខ្ញុំក៏ទៅដែរមិនបានជាគេឲ្យលុយថាឡើងនេះណាដែរទេហុចបានអញ្ចឹងលបាយដឹងថានៅឯណាទេខ្ញុំមិនដឹងហើយបានជាខ្ញុំទៅតាមគេនៅពេលខ្ញុំរកឃើញចាំខ្ញុំឲ្យលុយពួកអាចារ្យសាណាមកពេល
យកទៅយកទៅឡើងផ្លូវនៅក្នុងព្រៃរលាយកអាហារនេះទៅមើលណាទុកថ្ងៃលសាផ្លូវលើបើសិនជាសូមចាប់ប្រយ៉ាងខ្លួនសូមជួយពលពីណាបងចាប់ថែរសាបសម្រាប់តែបណ្ណាពលគឺមានសើមកមានសច្ចាម៉ៃបើ ថ្ងៃនេះធាតុអាកាសល្អណាស់តែផ្លូវពិបាកបន្តិចទីនេះគ្មានសេចក្តីសុខទេគ្រោះថ្នាក់ចំពោះមនុស្សដែលគ្មានគ្នាតែលបងមកប្រាក់ថ្លៃការពារខ្ញុំទៅហើយខ្ញុំជូនផ្លូវលបងចុះខ្ញុំប្រាប់ឯងទៅចុះផ្លូវដែលយើងកំពុងទៅនេះក្រៅពីខ្ញុំគ្មានអ្នកណាស្គាល់ទេសម្លាញ់យ៉ាងម៉េចដែរមានតែផ្លូវនេះទេឲ្យចាប់ឡើងទៅគ្មានចោលព្រៃនៅក្បែរនេះទេប្រយ័ត្នតិចនេះគឺជាផ្លូវកាត់ហើយតែខ្ញុំខ្លាចតែលបងទ្រាំមិនបានទេឈប់ចាំខ្ញុំនាំផ្លូវមកតាមខ្ញុំមកចាប់ឡើងសម្លាញ់នេះគឺជាសំណាងរបស់ឯងឯងបានមកជួបខ្ញុំនឹងឆ្លើយតបឯងវិញយ៉ាងឆាប់រហ័សហើយថែមទាំងនាំឯងស្គាល់ទេសភាពយ៉ាងល្អទៀតផងទេសភាពនៅទីនេះពិតជាល្អខ្លាំងណាស់ឃើញដែរទេអរគុណកន្លែងដែលយើងចង់ទៅនោះបន្តិចទៀតទៅដល់ហើយលបងចង់សម្រាប់ដែរទេបើសិនជាហត់សម្រាប់សិនចុះចំណែកខ្ញុំមិនបាច់ទេព្រោះថាខ្ញុំមានទម្លាប់ទៅហើយចោលព្រៃកំខ្លាចអីកំបៃកំប៉ុងតាគឺឯងទេជាមនុស្សកំបៃកំប៉ុងប្រកូនកយកមកថាម៉េចយើងយករបស់ឯងពីកាឥឡូវឯងឲ្យឬក៏មិនឲ្យឯងចង់ឈឺសាច់គឺឯងទេដែលចង់ឈឺសាច់នោះបាយ ពេញនៅពូវាគិតទៅវាយឆ្វេងផោស្ដាំមកវាយខ្ញុំក៏បានយកដៃឆ្វេងរបស់ខ្ញុំគៀសវាចេញបន្ទាប់មកខ្ញុំមិនជូនដៃស្ដាំខ្ញុំទៅពូវាក៏ស្លាប់លែងដឹងខ្លួនឯងជឿខ្ញុំឬមួយក៏មិនជឿខ្ញុំជឿខ្ញុំមានរឿងអីដែលមិនជឿនោះខ្ញុំស្ទើរតែច្រឡំថាលោកជាវរៈបរោះក្នុងរឿងនិទានទៅហើយតែតាមការពិតលោកគ្រាន់តែនិយាយកម្លាខ្ញុំណាបើអញ្ចឹងគាត់ម្នាក់នេះមិនបានធ្វើស្អីទេសួរឯងធ្លាប់ឃើញឈាមហូរជាស្ទឹងដែរទេចាំស្ដាប់ Come
ខ្ញុំមិនដឹងថាឯងមានអ្វីដែរល្អយ៉ាងនេះសោះពួកគេជាសត្រូវរបស់ឯងមែនទេពួកវាមកពីភូមិក្បែរនេះពេលខ្ញុំមិននៅម្ដងពួកវាតែងតែចេញមកធ្វើបាបមនុស្សចាស់ហើយនឹងកូនក្មេងជានិច្ចហើយនេះហើយនៅពេលដែលខ្ញុំជួបវាខ្ញុំត្រូវតែបដៅវាបែបនេះណែនេះគឺជាប្រាសាទពិសិដ្ឋនោះហើយតើអស្ចារ្យដែរទេតាមខ្ញុំឮគេនិយាយថាកាលពីសម័យសង្គ្រាមទីនេះគឺជាទឹកដីដ៏អស្ចារ្យណាស់ហើយក៏ប៉ុន្តែឥឡូវនេះសាបសូន្យអស់ទៅហើយនេះពិតជាប្រាសាទពិសិដ្ឋនោះមែនទេពិតមែនហើយតែនេះគឺមកពីសង្គ្រាមកាលពីមុនព្រះបដិមាក៏នៅទីនេះតែប្រជាជននាំគ្នាវាយយកមាសលើរាងកាយរបស់ព្រះអង្គអស់ពីដើមប្រជាជនមកគោរពនៅទីនេះណាព្រោះថាទីនេះគឺជាមេតបដ៏ល្បីឈ្មោះលីលីងជីងគាត់នេះគឺជាមេតបដែលគេគ្រាវតែទោះជាយ៉ាងណាក៏ដោយមេតបនេះក្លាហានណាក៏ប៉ុន្តែឥឡូវទីនេះនៅសល់តែគ្រឿងសម្រាប់ដុតទៀនធូបតែប៉ុណ្ណោះហេតុអីបានជាអ្នកក្លាហានមកទីនេះកុំរត់ទៅណារត់ទៅបើគាត់ចាប់បានពីបងក្មេងចង្រៃហ៊ានលួចមករបស់យើងផងរត់ឲ្យលឿនចុះលឿនឡើងមកហើយចុះភ្លាមមកខ្ញុំមិនហ៊ានចុះភ្លាមមកគេមកដល់ឥឡូវហើយក្មេងចង្រៃយើងទៅបាយអីឲ្យស្លាប់ឯងចាំមើលចុះមកឲ្យលឿនឡើងមកខ្ញុំមិនហ៊ានអូយយ៉ាងមិនទៅហើយខ្ញុំឈឺជើងណាមកព្រមតិចទៅណាព្រមតិចទៅWe'll be home soon. It's okay. ហើយចង្រៃយកបាំងប៉ុណ្ណឹងហើយនៅតែមិនតិចទៀតហេតុអីបានជាព្រះអាទិត្យក្តៅខ្លាំងម្ល៉េះជប់សិនថៃកុំចូលមកចិត្តខ្ញុំណាកុំចូលបានកុំកាយពេកបងគ្រាន់តែចង់សុំទឹកផឹកតាអ្នកក្លាហានពិសាទឹកសិនទៅអ្នកក្លាហានតើមានរឿងដោះស្រាយមិនចេញប្រាប់ខ្ញុំមកខ្ញុំជួយដោះស្រាយឲ្យកាលពីថ្ងៃនេះលោកជួយជីវិតខ្ញុំម្ដងខ្ញុំចង់ឲ្យ 50% លោកឈ្មោះអីដែរខ្ញុំភ្លេចបាត់ហើយលោកជានរណាដែរខ្ញុំមិនចាំទេណែលោកភ្លេចអ្វីគ្រប់បែបយ៉ាងតិចបាត់បង់សតិទេដឹងមិននឹកស្មានថាខ្ញុំមានមិត្តភក្តិម្នាក់បាត់បង់សតិយ៉ាងនេះសោះអស់ចាំមែនឯងមាននៅចាំហេតុផលអ្វីកាលពីមុនទេខ្ញុំនៅចាំថាខ្ញុំគឺជាកងទ័ពក្រោយមកទៅគេបាញ់ប្រកាសជាពួកជប៉ុននោះហើយកាលពីលើកមុនខ្ញុំក៏ដូចជាឯងយ៉ាងចឹងដែរខ្ញុំមិនខ្លាចនឹងនិយាយរឿងរបស់ខ្ញុំប្រាប់ឯងទេខ្ញុំគឺជាកូនអ្នកក្រក៏ប៉ុន្តែសំណាងល្អណាស់បានអ្នកភូមិស្រឡាញ់រាប់អានខ្ញុំព្រោះខ្ញុំអាចយកឈ្នះលើផ្លូវចិត្តរបស់គេបានទីបំផុតខ្ញុំធំពេញវ័យទៅហើយពួកជប៉ុនចង្រៃនេះឯងភ្លេចអ្វីមែនក៏ប៉ុន្តែខ្ញុំនៅចាំច្បាស់ណាខ្ញុំមិនភ្លេចតតែសោះកាលនោះខ្ញុំមិនបានអ្វីស៊ីចែកសោះខ្ញុំចាំថាខ្ញុំហាក់ដូចជាកំពុងតែរងចាំស្រីម្នាក់ឈ្មោះអីទៅឯងមិនស្គាល់ឈ្មោះរបស់គេមែនទេអញ្ចឹងខ្ញុំពិបាកជួយឯងណាចុះចរិតរបស់នាងយ៉ាងម៉េចដែរសុភាពរៀបសារហើយនាងស្អាតណាស់
សត្វមកអស់នេះដូចជាខ្មាំងជប៉ុនយ៉ាងអញ្ចឹងបើឈាមរបស់ខ្ញុំចង់ខ្សោបពីខ្លួនអត់ទៅហើយអស់ចាមែនហេតុអីបានជើងងើតខ្លាំងម្ល៉េះហើយថែមទាំងហប់ឈឹងរត់តែខ្យល់ចេញចូលក៏គ្មានដែរថែមទាំងមុខច្រើនទៀតផងតើនេះគេហៅថាប្រសាទស្អីទៅណាខ្ញុំមិនអាចត្រឡប់ទៅផ្ទះវិញបានទេយ៉ាងម៉េចហើយដោយសារតែខ្ញុំការពារមនុស្សល្អទោះជាសត្វល្អិតខំយ៉ាងណាក៏ដោយត្រូវតែតន់តទៅទៀតបានលឹបឡើងអញ្ចឹងទៀតថ្ងៃក្រោយខ្ញុំនឹងសម្លាប់ឯងចោលភ្លាមខ្ញុំស្មានថាឯងជាបាពុរបស់ចៅព្រៃសំទោសដែលខ្ញុំធ្វើឯងភ័យនេះជាកំហុសរបស់ខ្ញុំទេខ្ញុំលឹបលោអញ្ចឹងអ្នកណាឃើញក៏គេមិនទុកចិត្តដែរម្យ៉ាងទៀតយើងទើបតែប្រយុទ្ធគ្នាកាលពីថ្ងៃមិញផងពួកវាមិនមែនជាចៅព្រៃទេប្រយ័ត្នយ៉ាងតិចទៅបើមិនមែនចៅព្រៃអញ្ចឹងពួកវាក៏មិនមែនមករកខ្ញុំដែរច្បាស់ជាមករកឯងតែម្ដងកំបិតរបស់ឯងពិតជាអស្ចារ្យមុតដូចជាផ្លែឡាមយ៉ាងអញ្ចឹងបើសិនជាឯងយល់ថាធ្វើខុសមកលើខ្ញុំឯងបង្រៀនក្បាច់កំបិតដល់ខ្ញុំផងទៅបានទេមិនមែនដើម្បីខ្លួនខ្ញុំទេគឺសម្រាប់ជួយនៅពេលមានអាសន្នបានឯងមិនត្រូវបដិសេធនឹងខ្ញុំទេឯងចង់រៀនអីដាវគឺកំបិតហ្នឹងណាគឺនិយាយថាហាត់កំបិតតតែហាត់រាប់រយថ្ងៃទៅហាត់បានរហ័សរីឯចំណែកឯងវិញឯងសម្រួចតែមួយចំហៀងចុះបើតម្រាំឯងសម្រួចទាំងសងខាងមិនពីវត្តទៅហើយទេយ៉ាងម៉េចឯងនិយាយទៅមើលកំបិតឯងចេះប្រើស្អីខ្លះខ្ញុំចេះតែរបៀបកាប់ចិញ្ចាំសាច់ជ្រូកហាន់បន្លែហាន់សាច់នៅលើជ្រុញតែប៉ុណ្ណោះទេចំណែកសម្រាប់នោះក៏ចេះដែរចេះតែប៉ុណ្ណឹងទេកំបិតប្រើសម្រាប់បំបីរបស់ទេខ្ញុំគ្រាន់តែចង់រៀនក្បាច់គុណធម្មតាក៏ប៉ុន្តែចង់ឲ្យខ្លាំងខ្លាបន្តិចណែកុំគិតតែពីសំឡងមកខ្ញុំឯងនិយាយទៅមើលតើព្រមឬមួយក៏អត់ជាការងារណាឲ្យតែខំតស៊ូប្រកាសជាឆាប់ចេះហ៎អាកាសយានដ្ឋានត្រូវរើចេញខ្ញុំចាំថាការពីមុននៅទីនេះគ្មានអ្វីទាល់តែសោះប្រជាជនរស់នៅយ៉ាងសប្បាយចិត្តពេលនេះនៅទីនេះអ្វីគឺសាងសង់ឡើងប្រងព្រានចង់បានអ្វីគឺបាននោះនៅតែធ្វើឲ្យប្រជាជនមិនសប្បាយចិត្តទៀតគ្មានអ្វីទៀងទាត់ទេឲ្យតែមានការផ្លាស់ប្ដូរបើសិនជាគ្មានថ្មីក៏គ្មានការរីកចម្រើនដែរប៉ុន្តែអ្វីវាមិនមែនជារឿងអមតៈនោះទេតើលោកពីងចង់ឲ្យខ្ញុំជួយអ្វីខ្លះខ្ញុំចង់សម្លាប់មនុស្សម្នាក់អញ្ចឹងបើសិនជាសម្លាប់គេនោះលោកបានផលប្រយោជន៍អ្វីមួយមែនទេពិតមែន
តើលោកចង់សម្លាប់គេម្នាក់នោះដោយវិធីណាទៅវិធីរបស់ខ្ញុំហ៎អញ្ចឹងខ្ញុំក៏មិនថាអីដែរប៉ុន្តែលោកត្រូវតែចាំស្ដាប់ខ្ញុំនិយាយរឿងមួយសិនទោះបីជារឿងនោះគ្មានការតាក់ទងជាមួយលោកយ៉ាងណាក៏ដោយក៏លោកត្រូវតែស្ដាប់ឲ្យចប់ដែរពេលដែលស្ដាប់ហើយខ្ញុំជឿថាប្រកបជាអាចដោះស្រាយបញ្ហាបានកំបាត់នេះបើនៅលើដៃរបស់ខ្ញុំគ្មានប្រយោជន៍ទេក៏ប៉ុន្តែបើសិនជាគាត់នោះប្រើពិតជាសំខាន់ខ្លាំងណាស់តែយ៉ាងណាក៏មិនអាចទប់ទល់ជាមួយពួកចោរព្រៃនោះបានដែរក៏លើយកទៅតែពីមុនទៀតអញ្ចឹងឯងនៅកម្មព្រៃបើអញ្ចឹងឯងនាំយើងទៅយកការឡងទៅយកទៅកំបាត់នេះបើសិនជាគាត់ប្រើស្អីក៏គាត់អាចសម្លាប់បានដែរហើយម្យ៉ាងវិញទៀតគេគឺជាឃាតករមែនគេសម្លាប់តែមនុស្សអាក្រក់អ្នកទាំងអស់គ្នាពិតជាគ្មានដឹងស្អីមែនពួកឯងនេះគ្មានបានការទេឲ្យតែមានរឿងកើតឡើងសំងំស្ងៀមក្រែងពួកឯងដឹងថាយើងជាដាច់ពោះដែរអីនៅចាំស្អីទៀតពួកយើងត្រូវតែទៅនាំបងប្អូនរបស់យើងទៅយើងចោលទៅសម្លាប់ទៅសម្លាប់ចោលទេពួកយើងមិននាំទេប្រាប់កន្លែងយើងមកយើងនាំគ្នាទៅក៏បានដែរបងធំរបស់យើងហេតុអីបានយ៉ាងធ្វើយ៉ាងខ្ញុំមិនអាចជួយទៅបានទេព្រោះថាខ្ញុំមានហេតុផលរបស់ខ្ញុំអ្នកទាំងអស់គ្នាយល់ទេហេតុអីក៏មិនបានហ៎ហេតុអីក៏មិនបានឆាប់នាំយើងទៅព្រាមខ្ញុំយល់ហើយមិនចាញ់អ្នកទាំងអស់គ្នានោះទេអ្នកទាំងអស់គ្នាទៅរកស្លាប់ឥឡូវនេះបើឯងមិនទៅទេចែកលុយពួកយើងភ្លាមមកមែនហើយចែកលុយពួកយើងក៏ប៉ុន្តែគាត់ម្នាក់នោះខ្លាំងអស់ចាស់ណាល្អណាស់ឥឡូវមិនបាច់ឯងនិយាយច្រើនទេយើងទៅរកគេដោយខ្លួនឯងទៅទីយើងមកយើងទេយើងទៅសងសឹកពួកឯងទៅ4នាក់នេះក៏មិនសមជាដៃគូរបស់គេដែរក្បាលរបស់ពួកឯងពិតជាធ្លាក់ពីលើស្មារឿងអីខ្លាចយើងមិនខ្លាចទេនាំពួកយើងទៅព្រាមទៅបាទនាំពួកយើងទៅ4គឺមានអីគួរខ្លាចយើងទៅព្រាមយើងខ្លាចចង់ទៅមែនម៉ែចង់ទៅមែនចង់ទៅមែនឡងអីអាទីនេះតើខ្លាចទាំងរបស់យើងប្រកាសជាបញ្ចេញធ្វើដៃតើមានគួរខ្លាចគាត់ជិះប៉ុណ្ណឹងវាបានជាមិនខានទេមែនណាខ្ញុំប្រាប់ហើយតាតែមិនជឿខ្ញុំ
មិនក៏ទៅជាចោលព្រៃទៅវិញអាបងតូចអាបងតូចជួយបងផងអាបងតូចជួយបងផងអាបងតូចបើកទ្វារទៅអាបងតូចជួយបងផងជួយបងផងបើកទ្វារទៅអាបងតូចជួយបងផងមែនហេគេគ្មានការចងចាំអ្វីទាំងអស់បាទព្រោះសំណាងល្អណាស់ដែលគាត់មិនសម្លាប់យើងកុំឲ្យពួកយើងពិតជាស្លាប់ជាមួយចោរព្រៃអត់ទៅហើយអូស្ងៀមទៅឯងធ្វើស្គីភ្ញាក់ហើយអូគាត់ដឹងខ្លួនហើយតាលបងផងលបងកុំបារម្ភអីសត្រូវលបងស្លាប់ដោយសារតែលបងអត់ទៅហើយមែនហើយទៅសើណាអ្នកទាំងអស់គ្នានៅស្ងៀមតែមើលសម្រាប់ពួកសត្រូវអស់រលីងណែអ្នកទាំងអស់គ្នាថយយើងមិនមែនយ៉ាងនេះមែនគាត់អត់ខ្លាំងចឹងទេតែសើក៏មិនថយទៅចុះសុខសប្បាយជាតិទេណាទេខ្លាំងអស់ចាតតែមែនតែហ្មងថយតិចលោកសុខសប្បាយជាតិទេគាត់ពីមិញសៀមិញសៀអត់គឺភួយយីណាមិនថាមានអ្វីក៏ដោយចោះឲ្យតែបងមានជីវិតនៅរស់អូននៅក្បែរបងជានិច្ច
យមីសៀតអីទេគាត់ដើរទៅខាងនោះ ខ្ញុំតែមើល មានឃើញមីសៀតទេ គាត់នៅខាងនោះ ហើយសួរគេសាក់មើលទៅ មិញនេះខ្ញុំឃើញគាត់នៅហើយនោះ អូខ្ញុំអរគុណ មិនទេ ហ៎បងស្រីតាណាហ្នឹងបងស្រី មិនស្លាស់ល្អណាស់ ប៉ុន្តែក៏គង់នៅមានភ្លៀងដែរ មិនបញ្ហាទេក្រោយពេលភ្លៀងមេឃប្រកាសជាស្លាស់ខ្ញុំខាន់ឃើញផ្ទៃមេឃបែបនេះយូរមកហើយនាងអត់នឿយទេ អត់ទេ អត់ទេហើយបងមានអារម្មណ៍ល្អដែរទេចុះបងមានឈឺចាប់ទេឈឺទេ អត់ទេ អញ្ចឹង គ្រាន់តែឃ្លាន អញ្ចឹងចាំអូនទៅឆុងមីជូនក ុំអីអរគុណដែលនាងបានថែខ្ញុំថែទាំងយប់ទាំងថ្ងៃតើខ្ញុំមានអ្វីប្លែកទេនិយាយទៅ បងស្គមហើយខ្មៅទៀត អញ្ចឹងការមុនថត់មែនទេ តែគ្មានអ្វីប្រែប្រួលធំដុំនោះទេ ការនោះខ្ញុំជាអ្វីដែរ បងប្រាប់អូនមើលបងយល់ថាអូនយ៉ាងម៉េចដែរ នាងស្អាតល្អចំពោះខ្ញុំព្រមទាំងយ៉ាងម៉េច ចរិយាមាយាទគួរឲ្យស្រឡាញ់ណាស់ បានន័យថាបងមិនទាន់ភ្លេចអូនទេ ខ្ញុំនៅចាំថាខ្ញុំកំពុងតែរងចាំនាងប៉ុន្តែមិនដឹងជាចាំដើម្បីអ្វី ខ្ញុំយល់ថាបងឃ្លានហើយខ្ញុំទៅធ្វើមីជូន ហ្វូយីខ្ញុំតែងតែសង្ឃឹមថានៅពេលដែលបានជួបនាងសុបបានអាក្រក់របស់ខ្ញុំទាំងប៉ុន្មានប្រកាសជាដឹងច្បាស់នៅក្នុងពេលនេះហើយហេតុអីបានជាខ្ញុំទៅជាអញ្ចឹងតើពីមុនខ្ញុំយ៉ាងម៉េចដែរសុំទោសខ្ញុំសង្ឃឹមថានាងប្រាប់ខ្ញុំ Hey! 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 លបងមិនក៏និយាយគ្នាយូរខ្លាំងម្ល៉េះ អរគុណដែលបានជួយខ្ញុំ តែកាលពីថ្ងៃមុនលបងជួយសង្គ្រោះខ្ញុំណែនតើហើយនេះហើយបានជាខ្ញុំរៀបចំពិធីជប់លៀងជូនលបងណែបងស្រីតែយើងមកហូបឆ្ងាញ់ណាស់ណា មែនហើយតែយើង ណែលបងឲ្យចាប់ឡើងមកមកលើកពេញឡើងដើម្បីការវិលត្រឡប់របស់បងប្រុសនិងបងស្រីហ្វុងរបស់ពួកយើងមកខ្ញុំជួយខ្ញុំជួយជើង ណែបងជីខ្ញុំមើលតបងទាំងពីរអ្នកដូចជាល្អនឹងគ្នាណាស់មែនហើយខ្ញុំទាំងពីរអ្នកល្អនឹងគ្នាមែនខ្ញុំនិយាយប្រាប់ឲ្យដឹងចាស់គ្រួសារគាត់ល្អនឹងខ្ញុំណាស់កាលនោះខ្ញុំជាអ្នកក្រ
ជីដូនគាត់បានដេកអាយឲ្យខ្ញុំពាក់ហើយគាត់ក៏សុំជីដូនគាត់ដេកឲ្យខ្ញុំមួយដែរទៅណាមកណាយើងទាំងពីរអ្នកស្លៀកពាក់ដូចគ្នាហើយយើងតែងត្រូវគេចំអន់ថាខ្លាចជាប្តីប្រពន្ធដល់សំទៀតថ្ងៃមួយជីដូនគាត់បានចែកឋានទៅមីងសៀក៏ដេកខោអាវសម្រាប់ពួកយើងទៀតថែមទាំងជួយធ្វើការផ្ទះដល់ខ្ញុំទៀតផងក្រោយពេលដែលលោកប៉ាខ្ញុំបានលាចាកលោកនេះទៅគាត់ក៏មកធ្វើស្រែចម្ការឲ្យខ្ញុំចាប់តាំងពីថ្ងៃនោះម៉ាក់ខ្ញុំក៏បានទុកគាត់ជាកូនប្រសារទៅខ្ញុំឮថាបងហ្វុងចិត្តទាហានផងមែនទេចុះបើសិនជាធ្វើទាហាននឹងរកប្រាក់មិនបានទេបាទល្ងងឯណាស្ងៀមសិនថាកុំនិយាយច្រើនពេកពួកឯងនេះគ្មានដឹងអីទេជីវិតទាហានលំបាកណាស់មិនមែនជារឿងធម្មតាទេអង្គសាណាគាត់ជាអ្នកសម្រាប់ចៅព្រៃទៀតផងម៉ាមាត់ធំណាគេមិនដែលសម្រាប់មនុស្សផ្ដេសផ្ដាសទេសម្រាប់តែខ្មាំងសត្រូវតែប៉ុណ្ណោះប៉ិតឬមិនប៉ិតមនុស្សដូចជាបងហ្វុងចឹងសម្រាប់ពួកជប៉ុនតិចណាស់ទៅចំណែកនឹងនៅក្មេងយ៉ាងនេះបើកាលពី10ឆ្នាំមុនជប៉ុនឃើញមេខ្ទេចអស់បាត់ទៅហើយនេះនិយាយមិនចេះគិតមុខគិតក្រោយចាំជាមាត់ដាច់មែនរឿងលុយកាក់មិនសំខាន់ទេអ្នកទាំងអស់គ្នារៀនតាមបងមីងប្រហែលឆ្នាំនេះគាត់តែងតែផ្ញើសម្បត្តិឲ្យនឹងលុយកាក់មកឲ្យខ្ញុំព្រមទាំងសូមឲ្យខ្ញុំមើលថែទាំអ្នកស្រុកភូមិយើងទៀតគាត់ថាសង្គ្រាមចាប់ពេលណាពេលវេលាល្អនឹងមកដល់ពេលនោះអញ្ចឹងតើបានជាបងឯងញាក់សុកចិត្តរងចាំរហូតដល់គាត់ត្រឡប់មកវិញយ៉ាងនេះកុំកំសត់ពេកខ្ញុំយំណាស់ឥឡូវហើយម៉ែហើយម៉ែទូគាត់មកវិញក៏គ្មានបានការព្រោះគាត់លែងចាំអ្វីទៅហើយនោះចុះមាត់ឯងក៏រអិលខ្លាំងម្ល៉េះអាចជ្រូកគ្មានទឹកខ្យល់អីសោះអើយបានហើយនាំគ្នាហូបបាយទៅខ្ញុំឈប់ហូបហើយខ្ញុំចង់ទៅបែបបីគេចង់មាត់អាចជ្រូកកុំរករឿងដល់ស្អីនិយាយគ្មានចេតនាទេហើយឆ្លោះគ្នាដល់ណាទៀតថៅហើយលឺឡើងតើរៀបចំទុកដាក់តែលឺឡើងទៅទឹកអស់ហើយនៅវិញចូលទៅទុកខ្ញុំរៀបចំទុកបានហើយទៅអូប្រយ័ត្នពីមុនខ្ញុំជាស្អីទៅពេលដែលសង្គ្រាមចាប់ផ្ដើមបងត្រូវជ្រើសរើសធ្វើជាកងទ័ពហើយកាលនោះយើងទាំងពីរបានព្រមព្រៀងនឹងគ្នាថាចាប់សង្គ្រាមពេលណាបើយើងនៅមានជីវិតរស់យើងត្រូវតែរងចាំគ្នានៅក្នុងប្រាសាទពិសិដ្ឋរងចាំរហូតដល់យើងបានជួបគ្នាវិញជាប្តីប្រពន្ធនឹងគ្នាបងមាននឹកឃើញរាត្រីនោះទេបងជាប្រុសម្នាក់ដែលឆ្លាក់ជាប់នៅក្នុងរូបអូនវ៉ៃវ៉ៃវ៉ៃជប់សិនស្ដាប់ខ្ញុំនិយាយសិនភុយីវ៉ៃវ៉ៃភុយីជប់សិនភុយីកុំអាខាងភុយីហើយចេះឆ្ងាយសំទោសតែចុះខ្ញុំពិតជាមិនចង់ចាំអ្វីមករៀងរាល់យប់ខ្ញុំតែងតែយកសពអាក្រក់ជាងនេះ
ខ្ញុំស្មានថានៅពេលដែលបានជួបនាងខ្ញុំនឹកឃើញរឿងអតីតកាលឡើងវិញប៉ុន្តែតាមការពិតនៅតែដដែលបានអញ្ចឹងតទៅទៀតខ្ញុំស្លាប់ទៅដោយសាររន្ទះបាញ់ឬមួយក៏បុកចិញ្ចាស្លាប់ទៅល្អជាងនាងមានដឹងថាខ្ញុំឈឺចាប់យ៉ាងណាទេហើយដឹងថាពេលនេះខ្ញុំបាត់បង់អ្វីៗទាំងអស់ទេបាត់ទៅបងឯងនេះដឹងតែពីខ្លួនឯងទេបងឯងប្រាប់ខ្ញុំមកមើលតើប្រហែលឆ្នាំនេះបងតម្លាក់ខ្លួននៅឯណា4ឆ្នាំនេះខ្ញុំរងចាំបងរហូតតែបងបាត់សមោលឲ្យឈឹងរហូតដល់ម៉ាក់ខ្ញុំស្លាប់បាត់នៅក្នុងសង្គ្រាមហើយឥឡូវនេះខ្ញុំគ្មានសល់អ្វីទាំងអស់គឺខ្ញុំមានតែបងម្នាក់ប៉ុណ្ណោះបើសិនជាបងមិនត្រឡប់មកវិញនោះតើអូនគិតយ៉ាងម៉េចដែរទៅអូនតែងតែប្រាប់ខ្លួនឯងថាបងមិនបោះបង់អូនទេនៅក្មេងយើងតែងតែមកមើលព្រះអាទិត្យរះនៅទីនេះព្រោះបងតែងតែចាប់ចិត្តនឹងវាជាខ្លាំងមានពេលមួយបងនិយាយថាបងនឹងទៅទីនោះថ្ងៃណាមួយមិនខានអូនឆ្លើយថាម៉េចអូនថាទោះជាបងទៅដល់ជើងមេឃក៏អូនតាមបងដែរភុយយីអូនតាមបងយ៉ាងម៉េចទៅភពព្រះអាទិត្យនៅឆ្ងាញ់ណាអូនតាមបងរហូតទោះដល់ទីណាក៏ដោយមីងសៀបងដឹងទេប្រហែលឆ្នាំនេះអូនចេះដេកបាក់ហើយអញ្ចឹងកំបាត់ថត់នៅក្នុងចិត្តរបស់ខ្ញុំពួកឯងទាំងអស់គ្នាមានមកកប់អីនៅក្នុងអស់តាមឯណៃទេខ្ញុំទៅសុំឲ្យបងហ្វុងជួយបង្រៀនខ្ញុំណានាងពួកណានាងលើកថ្លៃច្រើនណាហើយយ៉ាអូយណាបងតាមមើលនាងបែបស្រឡាញ់បងហ្វុងខោទេណែពួកចោលព្រៃមកឆាប់រត់ទៅឆាប់រត់ទៅពួកចោលព្រៃមកឆាប់រត់ទៅចោលព្រៃ
បើមានអ្នកណាដឹងថាហ្វុងមីសៀគេនៅឯណាទេបើសិនជាអ្នកណាប្រាប់យើងពីកន្លែងរស់នៅរបស់វានោះយើងមិនសម្លាប់អ្នកនោះទេ អើយ យើងដឹងថាពួកឯងពិតជាមិនចង់ស្លាប់ អើយ មែនហើយមែន ប ហើ ង យ បងបងចាំមិនទៅចាំមិនទៅពេលនេះ អើយអ្នកខ្លះអើយខ្ញុំសម្លាប់ពួកជាអីពួកយើងមិនស្គាល់អីទេបើណាពួកយើងអីទេអើយលោកអើយកុំសម្លាប់ពួកខ្ញុំឲ្យខ្ញុំសុំបងទៅហើយ ជាមនុស្សស្លូត ច ត្រ ង់ ង់ មកសិតសម្រាប់ជាមនុស្សស្លូតត្រង់ទេគ្មានដឹងអីទាំងអស់លោកសម្រាប់ពួកយើងកុំសម្លាប់ពួកយើងខ្ញុំជាប្រជាជនស្លូតត្រង់ទេកុំសម្លាប់ខ្ញុំទៅ សម្លាប់ឲ្យអស់ទៅមាននរណាម្នាក់អាចរួចខ្លួនបានទេ បងបាយរត់ទៅឆាប់នាំបងប្អូនយើងរត់ភ្លាមទៅ អ
បងសងកុំគិតពីពួកយើងអីឆាប់ទៅជួយបងស្រីភ្លាមទៅហ្វុងមិនជាកាលពីលើកមុនឯងគេខ្លួនមកតែលើកនេះឯងកុំសង្ឃឹមឲ្យសោះថ្ងៃនេះជាថ្ងៃអាសារបស់ហើយ អ
បងទី3សុខសប្បាយជាទេហ៎យ៉ាម៉េចពួកវាទាំងអស់គ្នានោះមិនស័ក្តិសមជាដៃគូរបស់ឯងក៏ប៉ុន្តែឯងមានចាំទេថ្ងៃនេះគឺជាថ្ងៃអ្វីដែរឯងភ្លេចហើយហ៎នេះគឺជាថ្ងៃដែលបងធំស្លាប់ឯងមានចាំថាយើងជាចោតទាំង7រួមស្លាប់រស់ជាមួយនឹងគ្នាដែរទេឯងសម្រាប់បងធំព្រោះតែស្រីនេះម្នាក់តែប៉ុណ្ណោះអានរស់ឈ្គត់ឯងនិយាយកុហកនាងទេឈ្គត់នោះវានេះកាលពីមុនក៏ជាគ្នារបស់យើងដែរវាគឺជាចោរព្រៃដែលសម្រាប់មនុស្សមិនយ៉ាងយើងដែរតែនាងបែរជាមិនដឹងអីយើងមិនជឿទេមីងសៀបងមិនដូចគេនិយាយនោះទេបើកុំតែក្បត់នឹងគោលការណ៍របស់យើងក៏មិនធ្លាក់ខ្លួនយ៉ាងដូចនេះដែរបងធំរបស់យើងល្អនឹងឯងណាឯងនៅតែលើកដៃសម្រាប់គាត់ទៀតយើងដឹងថាឯងគឺជាមនុស្សឈួតអាក៏ពើវងវិញបឹងឯងធ្វើជាខ្លាលាក់កញ្ចក់ហើយបែរជាមកខំបងធំយើងនៅពេលដែលចាំបាច់ឯងស្មានថាមកលាក់ខ្លួននៅទីនេះបានសុខហ៎បងធំស្លាប់ទៅហើយពេលនេះយើងគឺជាបងធំវិញម្ដងបើឯងក្លាហានមិនបាច់ទទួលស្គាល់យើងទេយ៉ាងម៉េចអាគំរក់ឯងគ្មាននៅឃើញស្អីទេថ្ងៃនេះយើងនឹងឲ្យមកបាត់ព្រឹបរបស់ឯងមីងសៀទោះបងជាអ្វីក៏ដោយខ្ញុំរស់ក្បែរបងជានិច្ចយើងទាំងពីរអ្នកមិនបែកគ្នាទេ
សម្រាប់យើងមកចោះក្រែចោះសម្រាប់យើងមែនទេឯងខ្លាចយើងសម្រាប់ប្រពន្ធរបស់ឯងសម្រាប់យើងវិញមកទើបឯងឈ្នះឯងសម្រាប់យើងមកទើបឯងឈ្នះយើងសម្រាប់យើងមកឯងបានទទួលចម្លើយហើយនៅតែខ្ញុំយល់ថាខ្ញុំផ្សេងពីលោកពិតជាផ្សេងគ្នាមែនលោកខ្លាចមែនខ្លាចត្រង់លះបង់ច្រើនតែទទួលផលតិចឲ្យតែទទួលបានជោគជ័យទោះជាត្រូវលះបង់ប្រមាណក៏មិនស្ដាយដែរឯងពិតជាចង់សម្លាប់គេម្នាក់នោះមែនពិតមែនហើយអាពីងខ្ញុំជាអ្នកនិយាយណយកកាំភ្លើងនេះត្រឡប់ទៅវិញទៅបើសិនជាអាយយល់ថាសម្រាប់យើងឲ្យបានលេខ1នោះសម្រាប់យើងមិនចោះយើងគង់តែសម្រាប់ឯងទេទោះជាយើងស្លាប់ទៅក៏យើងមិនតូចចិត្តដែរពីព្រោះយើងសម្រាប់មនុស្សអស់ច្រើនណាស់ពួកគេសុទ្ធតែជាមនុស្សស្លូតត្រង់សុទ្ធតែស្លាប់ក្រោមដៃរបស់យើងទាំងអស់យើងមិនចង់ដើរជន់ដានចាស់ទៀតទេយ៉ាងម៉េចហើយស្មានថាដោយសារនាងម្នាក់នេះយើងមិនហ៊ានសម្លាប់ឯងឲ្យតែឈ្នះអ្វីក៏យើងហ៊ានធ្វើដែរមានរឿងខ្លះយើងគ្រាន់បើជាងឯងឆ្ងាញ់ណាហើយមានរឿងខ្លះទៀតឯងក៏គ្រាន់បើជាងយើងឆ្ងាយដែរឯងមានគូស្នេហ៍ម្នាក់ដែលហ៊ានលះបង់អ្វីដើម្បីឯងគ្រប់បែបយ៉ាងឯងគួរតែមានមោទនភាពទៅទោះជាបងមានអ្វីក៏ដោយឲ្យតែខ្ញុំបានលើកទៅបោះបង់កំណត់នេះទៅលើសៀមយើងមិនបោះបង់ដល់ថ្ងៃនោះទេបើអញ្ចឹងបានសម្លាប់យើងមិនចោះយើងប្រាប់ហើយតាថាយើងចាស់ហើយ
តែឯងចេះតែបង្ខំយើងធ្វើអញ្ចឹងទេ